បាទសូមជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះផាន់នីជាផ្នែកអ្នកលក់នៅហាងគូបតាយីឈុនប្រចាំនៅខេត្តឧត្តរមានជ័យបាទថ្ងៃនេះដែរយើងមកស្គាល់ម៉ាស៊ីនច្រូតស៊េរីថ្មីមួយបាទគឺ DC 120X បាទជាផ្នែកខាងមុខកាត់អស់ម៉ាស៊ីនច្រូតនេះបាទគឺមានរហូតដល់ទៅ3ម៉ែត្រហើយចំពោះកងាវរបស់វាមានរហូតដល់ទៅ6បាទហើយគេធ្វើឡើងជិតជាមួយនឹងផ្លែកត្រៃបាទអញ្ចឹងចិត្តកត្រៃហ្នឹងធ្វើឲ្យការកាវស្រូវចូលទៅក្នុងក្បាលច្រូតហ្នឹងបានអស់ល្អអត់មានសល់តទៅទៀតយើងមើលមកផ្នែកខាងបំពង់កនាំស្រូវចូលបាទបំពង់កនាំស្រូវចូលរបស់វាហ្នឹងមានរហូតដល់ទៅបាទតតឹងរបស់វាហ្នឹងរហូតដល់ទៅ69សង់ទីម៉ែត្របាទបន្ទាប់ពីផ្នែកបំពង់កយើងមកមើលផ្នែកខាងគ្រឿងក្រោមវិញម្ដងបាទគ្រឿងក្រោមរបស់វារឡូបាទរឡូរបស់យើងមានរហូតដល់ទៅ9គ្រាប់បាទរិចឡូរបស់វាធំល្អបាទបន្ទាប់ពីរឡូហើយយើងមើលមកកម្មកាយបាទកម្មកាយរបស់យើងនេះគឺនៅផ្នែកខាងក្រោយបាទកម្មកាយក្រោយមានន័យថាប៉ុងរបស់យើងនៅខាងក្រោយដែរហើយបាទហើយចំពោះទូបោកបាទទូបោកយើងមានប្រវែងវារហូតដល់ទៅ2ម៉ែត្រជិត21បាទមានកញ្ច្រែង2ជាន់មានផ្លិតបក់ទឹកហ្នឹងផ្លិតបក់ហៅថាផ្លិតបក់ឲ្យស្រូវស្អាតឬក៏ផ្លិតបក់លមួកហ្នឹងដល់ទៅ9សន្លឹកបាទទៅទៀតយើងមើលមកផ្នែកខាងក្រោយបាទមើលមកផ្នែកខាងក្រោយយើងមើលតតឹងកង់បាទតតឹងកង់ពីកង់មួយចំហៀងមកកង់មួយចំហៀងទៀតហ្នឹងគឺរហូតដល់ទៅ60សង់ទីម៉ែត្របាទហើយពីកង់មួយចំហៀងហ្នឹងរហូតដល់ចុងមួយចំហៀងនោះទៀតហ្នឹងគឺ2ម៉ែត្របាទហើយចំពោះកម្ពស់បាទកម្ពស់ពីដីរហូតដល់ត្រឹមប៉ុងវានេះមាន40សង់ទីម៉ែត្របាទឬក៏4តឹកហើយពេលវាតង្កោងខ្លួនហ្នឹងតង្កោងបានមួយតឹកទៀតបាទអញ្ចឹងពី40ទៅ50សង់ទីម៉ែត្រហើយចំពោះការបត់នៃម៉ាស៊ីនច្រូត 120X នេះបាទមាន3ប្រភេទបាទល្អដែរបាទគឺបត់ទី1កង់មួយចំហៀងអត់វិលទេកង់មួយចំហៀងទៀតគឺវិលអញ្ចឹងមួយចំហៀងទៀតនៅស្ងៀមមួយចំហៀងទៀតវិលបត់បាទដំណាក់កាលបត់ទី2បាទមកកាលទី2បាទកង់មួយចំហៀងទៀតវិលតិចមានន័យថាវិលគាត់ទៅអមតាមទីកង់មួយទៀតអ្នកបត់ហើយដំណាក់កាលទី3មួយទៀតហ្នឹងការបត់ហ្នឹងគឺពិសេសម្ដងទៀតនោះគឺបាទកង់ទាំងពីរហ្នឹងមួយវិលទៅមុខមួយវិលថយក្រោយចង់ថាវិលថយក្រោយ30%ហើយវិលទៅមុខអញ្ចឹងការបត់របស់វាហ្នឹងគឺធ្វើឲ្យមុំនៃការបត់ហ្នឹងតូចបាទអត់ស៊ីស្ពេសធំបាទបន្ទាប់ពីការបត់ហើយយើងមើលក្បែរហ្នឹងទៀតបាទធុងបសុទ្ធរបស់វាហ្នឹង140លីត្របាទធ្វើការប្រើប្រាស់បានយូរយើងមិនចាំបាច់ចំណាយពេលងាកចាក់ម្សុទ្ធទេបាទហើយចំពោះធុងផ្ទុកស្រូវរបស់វាហ្នឹងផ្ទុកបានរហូតដល់ទៅ1460គីឡូបាទផ្ទុកបានច្រើនបាទបន្ទាប់មកទៀតយើងមើលផ្នែកដែលធ្វើឲ្យត្រជាក់នៃម៉ាស៊ីនបាទផ្នែកធ្វើឲ្យត្រជាក់របស់ម៉ាស៊ីនបាទផ្នែកត្រជាក់ម៉ាស៊ីនបាទគឺនេះគឺធុងទឹកបាទក្នុងធុងទឹកនេះវាពិសេសក្នុងថាមានផ្លិតបក់ធុងទឹកធ្វើឲ្យត្រជាក់ហ្នឹងគឺវាអូតូបាន2ប្រភេទបាទនៅពេលដែលមានកំទីល្អងធូលីឬក៏អីផ្សេងហ្នឹងប៉ះនៅជាមួយនឹងធុងទឹកបាទវាធ្វើឲ្យស្ទះនៅធុងទឹកហ្នឹងអញ្ចឹងអាផ្លិតទឹកហ្នឹងគឺវាអូតូរុញខ្យល់ចេញមកក្រៅវិញអញ្ចឹងធ្វើឲ្យកំតិចល្អងធូលីហ្នឹងវាខ្ទាតចេញអញ្ចឹងធ្វើឲ្យស្អាតធុងទឹកតមកបានវាបក់ទៅវិញបាទអញ្ចឹងវាអូតូ2ប្រភេទដែរល្អដែរបាទហើយមួយទៀតដល់នឹងហើយចំពោះបាទមុននឹងយើងឡើងលើម៉ាស៊ីនច្រូតយើងមើលឃើញថាចណ្ដាលរបស់វាមាន2ជាន់បាទចណ្ដាលមាន2ជាន់ហើយបាទហើយយើងអាចបត់បានទៀតដែរតទៅពីយើងប៉ុណ្ណេះហើយយើងមកមើលផ្នែកsensor ផ្សេងៗរបស់ម៉ាស៊ីនច្រូត DC 120របស់យើងបាទលើនេះគឺជា sensor ជុំម៉ាស៊ីនបាទ sensor ជុំម៉ាស៊ីនហ្នឹង sensor ជុំម៉ាស៊ីនមានន័យថានៅពេលដែលម៉ាស៊ីនរបស់យើងហ្នឹងខុសប្រក្រតីបាទខុសជុំប្រក្រតីវានឹងលោតសញ្ញាប្រាប់ខុសប្រក្រតីយ៉ាងម៉េចឧទាហរណ៍ថាយើងតឡើងរាវារហូតដល់2000ជុំប៉ុន្តែម៉ាស៊ីនហ្នឹងវាវិលបានតែ1000ជាងវាគ្រប់ដល់2000ជាងវាលោតសញ្ញាថាម៉ាស៊ីនយើងហ្នឹងឆេះខុសប្រក្រតីមួយទៀត sensor control កម្ដៅបាទចឹងពេលដែលម៉ាស៊ីនរបស់យើងឡើងកម្ដៅខុសប្រក្រតីវានឹងលុតសញ្ញា sensor កម្ដៅនេះឲ្យហើយបាទហើយមួយទៀតបាទនេះគឺសញ្ញាបាទម៉ាសុទ្ធបាទនៅពេលដែលម៉ាសុទ្ធរបស់យើងហ្នឹងវាមានទឹកឬមានកំទេចកំទីអីហ្នឹងអត់ស្អាតបាទវានឹងលុតសញ្ញាមកឲ្យថាម៉ាសុទ្ធរបស់យើងហ្នឹងអត់ស្អាតចឹងយើងធ្វើការសម្អាតម៉ាសុទ្ធចេញបាទបន្តមកទៀតបាទគឺលេខទៅមុខទៅក្រោយនេះបាទគឺវាប្រើប្រព័ន្ធភ្លើងបាទគឺប្រើប្រព័ន្ធភ្លើងហើយអ្វីដែលពិសេសខែមួយទៀតនេះបាទគឺកុងតាក់សុវត្ថិភាពបាទកុងតាក់សុវត្ថិភាពនៅពេលដែលយើងមានបញ្ហាណាមួយដែលត្រូវការឲ្យម៉ាស៊ីនរបស់យើងនឹងស្តុបដោយបន្ទាន់ណាមួយយើងក៏ទៅចុចកុងតាក់ប្លក់មកចេះមកអញ្ចឹងម៉ាស៊ីនរបស់យើងអត់ឆេះទេឬមួយទៀត
គឺពេលដែលយើងឈប់ម៉ាស៊ីនធ្វើការសម្អាតឬក៏អីផ្សេងៗយើងអាចចុចកុងតាក់នេះទុកទៅដើម្បីកុំឲ្យម៉ាស៊ីនយើងវាករណីវាឆេះដោយអូតូម៉ាទិកណាមួយបាទអញ្ចឹងផ្នែកដែលសំខាន់ឬក៏ព័ត៌មានលម្អិតត្រួសរបស់ម៉ាស៊ីនច្រូត DC 120H ហ្នឹងគឺមានតែប៉ុណ្ណេះបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានចម្ងល់ផ្សេងៗតែខ្ញុំបាទនឹងរៀបរាប់ទៅអត់ទាន់អស់ហើយបងម៉ែបងប្អូននៅឆ្ងល់យើងអាច comment តាមឆាតបានបាទហើយមួយទៀតអាច call តាមលេខទូរស័ព្ទក៏បានដែរបាទលេខទូរស័ព្ទខ្ញុំ097លេខ8 799 799បាទអញ្ចឹងខ្ញុំបាទផាន់ឌីជាផ្នែកលក់ហាងគូបតាយុជនសូមអរគុណ